nè mạch bạ từ cơ mơ ấy thế cứ bắt em đo mong phồn và nhầm zoom chun mong phồn đây mong phồn đặc biệt chụp hình một nhầm bù sen nè bằng cả tay cầm tròn phố và videoนี้ខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបដែលខ្ញុំបង្កើតtay cầmបាទតើពូសេងធ្វើបែបណាខ្លះទើបអាចបង្កើតនៅសល់កូនtay cầmច្រើនតើតើនឹងការបង្កើតtay cầmនេះគឺបានទទួលសំណួរច្រើនពីបងប្អូនយើងជាប្រចាំតែម្ដងបងប្អូនបាទបងប្អូនថ្មីក៏គាត់ទើបចាប់ដើមចង់សាកល្បងលេងបងប្អូនចាស់មួយចំនួនក៏បង្កើតអត់ទាន់បានបាទអញ្ចឹងហើយខ្ញុំនឹងធ្វើជាវីដេអូលម្អិតមួយជូនបងប្អូនបាទពីមួយជំហានទៅមួយជំហានតើខ្ញុំធ្វើអ្វីខ្លះបាទសន្យាគ្នាបងប្អូនចូលមើលឲ្យដល់ចប់ហើយមួយទៀតសូមចិត្តបាទកុំសួរសំណួរដែលនិយាយក្នុងវីដេអូហើយឈឺអ្នកធ្វើនេះឈឺចាប់បាទអញ្ចឹងបើសិនជាបងប្អូនអាចចំណាយពេលវេលាបន្តិចបាទមើលពីដើមដល់ចប់ខ្ញុំធានាថាបងប្អូនប្រកាសជាអាចបាទបង្កើតត្រីក្រឹមឲ្យនៅសល់កូនច្រើនដូចខ្ញុំដែរចំណុចទី1គឺចំណីសម្រាប់កូនត្រីក្រឹមបាទចំណីដែលល្អសម្រាប់កូនត្រីក្រឹមនោះគឺចៃក្រហមបងប្អូនអញ្ចឹងមុននឹងចាប់ដើមដាក់បង្កាត់បាទបងប្អូនគួរតែរកប្រភពបាទដែលអាចរកចៃក្រហមនេះបានបាទចៃក្រហមនេះអាចរកបាននៅតាមលូឬក៏ប្រឡាយទឹកស្អុយបាទពួកវាមានកើតនៅទីនោះបាទមួយទៀតបងប្អូនអាចស្វែងរកហាងលក់ត្រីក្រឹមបាទហាងមួយចំនួនគឺគាត់នឹងមានលក់បាទប្រភេទពួកចៃក្រហមសម្រាប់ធ្វើជាចំណីនេះជាប្រចាំថ្ងៃផងដែរហើយជំរើសមួយទៀតនោះបងប្អូនអាចចិញ្ចឹមដោយប្រើទឹកបៃតងបាទដូចតែខ្ញុំបានបង្ហាញបងប្អូននេះគឺខ្ញុំធ្វើទឹកបៃតងដើម្បីចិញ្ចឹមចៃក្រហមនេះបាទនេះគឺទឹកបៃតងដែលខ្ញុំកំពុងធ្វើដើម្បីសម្រាប់ចិញ្ចឹមចៃក្រហមបងប្អូនច្រើនធុងដែរបងប្អូនព្រោះបើធ្វើតិចធុងយើងវិលអត់ជុំទេមិនហត់ទេបងប្អូនគ្រាន់តែរៀងរវល់បាទរវល់យើងត្រូវធ្វើទឹកថ្មីជាប្រចាំបាទនេះធុងចិញ្ចឹមបាទចិញ្ចឹមចូល5 6ធុងទៅបាទហើយយើងធ្វើ4 10ធុងទៅបាទអញ្ចឹងចំណុចទី1គឺតកតងសំខាន់បំផុតគឺចំណីហ្នឹងហើយបងប្អូនចំពោះរបៀបក្នុងការលាយគ្រឿងធ្វើទឹកបៃតងនេះខ្ញុំមានបង្ហោះជាវីដេអូលម្អិតរួចហើយបងប្អូនអាចចូលទៅក្នុង profile Facebook ខ្ញុំហើយមើលកន្លែង pin វីដេអូបាទខ្ញុំមានផុសជាលម្អិតជូនបងប្អូនហើយបើសិនជាបងប្អូនត្រូវការគ្រឿងចង់សាកល្បងធ្វើបាទទឹកបៃតងនេះចិញ្ចឹមចៃដោយខ្លួនឯងអាចតកតងមកខ្ញុំបានខ្ញុំមានរៀបជាគ្រឿងជូនចំណុចទី2គឺត្រីក្រឹមមេឈ្មោលដែលយើងត្រៀមសម្រាប់ដាក់បង្កាត់បាទមុននឹងបង្កាត់គឺខ្ញុំនេះថែពួកវានៅក្នុងធុងដាច់ដោយឡែកបែបនេះបងប្អូនធំទូលាយបន្តិចកាន់តែល្អចំណីគឺដាក់ច្រើនបាទមួយថ្ងៃ2 ដង 3 ដងបាទថែទាំពួកវាឲ្យមានសុខភាពល្អបាទហើយជាពិសេសនោះឈ្មោលដែលយើងជ្រើសសម្រាប់ដាក់បង្កាត់គឺត្រូវតែធំជាងមេបាទតែក្រឹមតែមានសុខភាពល្អគឺមានពណ៌ដិតល្អចេះអួតបាទឈ្មោលចេះធ្វើពពុះមេដែលសមល្មមសម្រាប់ដាក់បង្កាត់គឺពោះធំមូលប៉ោងបងប្អូនបាទហើយអាពោះអាក្របសមួយក្រោមពោះហ្នឹងវាលៀនអាហ្នឹងចិត្តដល់ថ្ងៃហើយបងប្អូនចូលដល់ចំណុចទី3បាទការរៀបចំធុងដាក់បង្កាត់បាទសម្រាប់ស្ទាយពិសេសគឺបង្កាត់ពីកន្លែងទូចបន្តមកផ្ទេរទៅកន្លែងធំបាទដោយសារតែការចិញ្ចឹមនៅលើដំបូលផ្ទះប្រើប្រាស់ធុងទូចល្មមអញ្ចឹងការដែលយើងផ្លាស់ប្ដូរទឹកជាញឹកញាប់គឺធ្វើឲ្យកូនត្រីមានការលូតលាស់បានល្អជាងដែលយើងដាក់វានៅក្នុងទឹកមួយកន្លែងមិនមានការផ្លាស់ប្ដូរញឹកញាប់បាទអញ្ចឹងហើយខ្ញុំប្រើវិធីសាស្ត្រនេះឃើញថាជោគជ័យបាទកូនត្រីសោយច្រើនការលូតលាស់ក៏លឿនតាមនឹងដែរអញ្ចឹងតើតើនឹងការរៀបចំកន្លែងបង្កាត់នេះគឺខ្ញុំប្រើធុងទូចល្មមទេបងប្អូនអានេះទំហំវាប្រហែលប៉ុណ្ណាធុងពេត្រូប៉ុន្តែកម្ពស់វាតែពាក់កណ្ដាលធុងពេត្រូទេបងប្អូនហើយកម្ពស់ទឹកដែលដាក់នេះគឺមួយចង្អុលដៃលើសតិចតួចបងប្អូនទឹកនេះគឺជាទឹកសដែលមិនមានជាតិក្លរបាទជាដំបូងនេះគឺដាក់រុក្ខជាតិកាលពីមុនខ្ញុំដាក់សារ៉ាយបាទដាក់ចកជប៉ុនចកអីឥឡូវដាក់ចកធម្មតាម្ដងបាទសារ៉ាយដាំម្ដងបាទបន្ទាប់មកគឺដាក់ស្លឹកឆាត់មួយចំនួនណាបងប្អូននេះទឹកនេះប្រហែលជា75 លីត្រអញ្ចឹងដាក់តែបន្តិចបានទេបងប្អូនស្លឹកឆាត់មិនបាច់ដាក់ឲ្យចេញជាតិខ្លាំងពេកទេបាទហើយនេះអំបិលនេះអំបិលទេបងប្អូនមិនស្ករសទេនិយាយលេងបាទអូខេដាក់មកល្មមទៅបានទេបងប្អូនអូខេការលាយទឹកគឺរួចរាល់បាទមានប៉ុណ្ណឹងអាចប្រើប្រាស់បានទេបងប្អូនចំណុចទី4ការដាក់ធៀបមេបាតើការដាក់ធៀបមេបាហ្នឹងគឺអ្វីទៅបាទធៀបមេបាហ្នឹងគឺដូចបានបង្ហាញក្នុងវីដេអូនេះអញ្ចឹងបងប្អូនបាទក្រោយពីយើងរៀបចំធុងបង្កាត់រួចរាល់បាទយើងត្រូវមានកែវជ័រមួយបាទនេះកែវកាហ្វេបងប្អូនយើងដាក់ទឹកឲ្យពេញទៅដាក់នៅចំកណ្ដាលធុងដែលយើងដាក់បង្កាត់ហ្នឹងហើយមេគឺនៅក្នុងកែវជ័រហើយឈ្មោលគឺនៅក្នុងធុងបង្កាត់ការដាក់ធៀបនេះគឺដើម្បីបាទការពារមេនិងឈ្មោលខំគ្នាបាទជាធម្មតាទេបាទមិនថាត្រីតាំងត្រីជុលបាទមេយើងមិញក៏រៀងឆាលដែរបងប្អូនអួតឈ្មោលមកឆាលដែរអញ្ចឹងបើយើងដាក់ជួបគ្នាភ្លាមគឺច្បាស់ណាស់គឺនឹងខំគ្នាបើមិនរបួសខ្លាំងក៏របួសតិចដែរបាទធ្វើឲ្យវាប៉ះពាល់ដល់ការបង្កាត់របស់យើងក្រៅពីការពារកុំឲ្យមេនិងឈ្មោលខំគ្នាបាទការដាក់ធៀបនេះក៏ជាពេលវេលាសម្រាប់ឲ្យមេនិងឈ្មោលបានចរចាគ្នាដែរបងប្អូនបាទគឺឈ្មោលនឹងអាចស្គាល់ពីកន្លែងដែលវានឹងធ្វើការបង្កាត់វានឹងរៀបចំពពុះសម្បុកបានល្អបាទត្រៀមខ្លួនរួចរាល់បាទមុននឹងចាប់ដើមបង្កាត់ជាមួយមេចំពោះរយៈពេលដាក់ធៀបគឺខ្ញុំដាក់ចំនួន1ថ្ងៃបងប្អូនបាទអញ្ចឹងនៅថ្ងៃស្អែកខ្ញុំនឹងបលែងមេឲ្យជួបតជាមួយឈ្មោលពួកវានឹងចាប់ដើមបង្កាត់គ្នាបាទតែក្នុងអំឡុងពេលដាក់ធៀបនេះគឺបន្តដាក់ចំណីជាធម្មតាបងប្អូនបាទជាទូទៅគឺខ្ញុំដាក់មួយថ្ងៃ2 ដងធម្មតាបាទដើម្បីបំពន់មេឈ្មោលឲ្យមានកម្លាំងបាទទៀបពងឲ្យបានច្រើនក្រោយពីបានដាក់ធៀបបាទមួយថ្ងៃកន្លងផុតទៅឥឡូវនេះមកឆែកធុងជាមួយខ្ញុំទាំងអស់គ្នាបងប្អូនបាទឃើញថាទឹកដែលបានលាយហ្នឹងគឺនេះលឹកឆាត់ចេញជាតិមកល្អបងប្អូនបាទក្រហមព្រឿងប៉ុណ្នេះបាទមកល្អបងប្អូនកុំឲ្យចាស់ពេកបាទហើយនេះបាទនេះពពុះសម្បុក
vàឈ្មោះយើងបានធ្វើពពុះហើយបាទมันជាធំដុំហ្មងនេះប៉ុន្តែឲ្យតែវាធ្វើបាទហើយមេក៏ឃើញថាសកម្មភាពជាប្រក្រតីបងប្អូនបាទពោះមិនសូវប៉ោងបាទតែយើងចាំមើលក្រោយពេលគៀបរួចតើលទ្ធផលនឹងទៅជាយ៉ាងណាបាទជំហានបន្ទាប់គឺយើងចាប់ដើមដាក់បង្កាត់ហើយបងប្អូនគឺចាប់មេពីក្នុងធុងក្នុងកំប៉ុងជ័រនេះយើងដាក់ចូលក្នុងធុងបង្កាត់សូមបញ្ជាក់ជូនបងប្អូនផងដែរបាទធុងបង្កាត់នេះគួរតែដាក់នៅកន្លែងដែលមានសីតុណ្ហភាពសមរម្យបងប្អូនមិនក្តៅពេកមិនត្រជាក់ពេកមិនហប់ពេកបាទមានខ្យល់អាកាសបរិបូរត្រឹមត្រូវបាទនេះគឺខ្ញុំបង្កាត់នៅលើដំបូលផ្ទះខ្ញុំដាក់ចំកណ្ដាលដំបូលបាទអញ្ចឹងក្តៅប៉ះខ្លះបាទខ្យល់ក៏ត្រូវអីក៏ត្រូវប៉ុន្តែកុំឲ្យចំកន្លែងដែលក្តៅជាប់រហូតគឺมันល្អហើយបើសិនជានៅក្នុងផ្ទះអត់មានខ្យល់អាកាសខ្យល់បក់អីចេញចូលទេក៏ដូចជាមិនសូវល្អដែរបាទនេះជាបទពិសោធន៍របស់ខ្ញុំអញ្ចឹងជំហានបន្ទាប់ទៀតគឺក្របបាទក្របដដែលមកបងប្អូននេះការក្របនេះទុកចំហមកបន្តិចបានហើយបងប្អូនបាទអញ្ចឹងរងចាំអត់មើលលទ្ធផលនៅថ្ងៃស្អែកជាមួយខ្ញុំទាំងអស់គ្នាឥឡូវនេះមួយថ្ងៃបានកន្លងផុតទៅហើយបងប្អូនតោះមកឆែកធុងបង្កាត់ជាមួយខ្ញុំទាំងអស់គ្នាតែមុននឹងឆែកមើលខមមិនអ្នកមួយសិនមកថាគៀបឬមិនគៀបតោះ1 2 3ខមមិនរួចរាល់បងប្អូនណាអញ្ចឹងចាប់ដាក់បើកហើយបាទចាក់អ៊ុតជាមួយខ្ញុំទាំងអស់គ្នាអូហើយចេញមកប៉ុណ្នេះណែមិនបាក់ទៅឆ្កឹះមើលអីទេគឺច្បាស់តែម្ដងបងប្អូនបាទខ្ញុំស៊ូមជូនបងប្អូនបាទច្បាស់បងប្អូននេះប៉ុណ្នេះហើយមិនទៅបើកស្លឹកចកអីមើលទេបាទគឺគៀបរួចរាល់ហើយបាទរួចរាល់ហើយបងប្អូនបាទឥឡូវនេះមេបារបស់យើងគឺបានត្រូវរើគ្នាគៀបបានពងរួចរាល់បាទចំណុចបន្ទាប់គឺត្រូវដកមេចេញបាទហើយទុកឈ្មោះដើម្បីនៅរក្សាពងបាទរហូតដល់កូនញាស់និងបន្តថែកូនបន្តទៀតបាទអញ្ចឹងឥឡូវនេះគឺត្រូវចាប់មេចេញបាទបើរាប់ចាប់ពីថ្ងៃគៀបពងរួចអាចថាអំឡុង4 ទៅ 5ថ្ងៃបន្ទាប់បាទកូនត្រីនឹងបានញាស់ហើយនឹងចេះហែលបាទនឹងចេះបដាច់ខ្លួនបានស្ទាត់បាទអញ្ចឹងអំឡុងពេលនេះគឺมันតម្រូវឲ្យដាក់ចំណីទេបងប្អូនបាទมันតម្រូវឲ្យដាក់ចំណីឲ្យឈ្មោលនោះទេបាទការធ្វើកន្លងមកគឺធ្វើបែបនេះបាទឈ្មោលមិនជាបញ្ហាទេបងប្អូនយើងមានការព្រួយបារម្ភខ្លាចឈ្មោលវាហេវហត់អស់កម្លាំងដោយសារតែអត់មានចំណីបាទតែការអនុវត្តជាក់ស្ដែងគឺកន្លងមកមានបញ្ហាបងប្អូនបាទអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតបាទចាប់ពីថ្ងៃគៀបពងរួចបាទអាចចន្លោះពី4 ទៅ 5ថ្ងៃគឺយើងមិនតម្រូវឲ្យដាក់ចំណីឲ្យឈ្មោលទេបាទហើយបងប្អូនអាចមិនចាំបាច់មកបើកមើលក៏បានបងប្អូនឬក៏មិនច្បាស់ក្នុងចិត្តឬក៏ចង់តាមដានពីការវិវត្តរបស់ពងត្រីទៅជាកូនត្រីការវិវត្តរបស់កូនត្រីក្រុមរបស់យើងបងប្អូនអាចបើកមើលមួយថ្ងៃម្ដងទៅ2 ដងយ៉ាងច្រើនបាទសម្រាប់ខ្ញុំបើបង្កាត់យកផលតែម្ដងបាទអំឡុង3ថ្ងៃដំបូងគឺអត់បើកទេបងប្អូនប៉ុន្តែគូនេះនឹងបើកដោយសារតែនឹងត្រូវផ្ដិតមិននឹងផ្ដិតទេថតវីដេអូបង្ហាញជូនបងប្អូនទូទៅផងដែរបាទអញ្ចឹងជាបន្ទាប់គឺក្របមកវិញបងប្អូនបាទដកមេរួចយើងក្របឲ្យដូចដើមវិញទៅបាទប៉ុណ្នេះចប់បាទ